ជំងឺ Simon គឺជាប្រភេទជំងឺមួយយ៉ាងដែលងាយក្នុងការឆ្លងលឿនបំផុតតាមរយៈការរួមភេទដោយពពួកមេរោគ HPV អញ្ចឹងសម្រាប់អ្នកដែលគាត់មានរោគសញ្ញាទាំងអស់នេះបានន័យថាគាត់អាចនឹងមានផ្ទុកឬក៏មានការឆ្លងនៃជំងឺកាមរោគ Simon ទីមួយគាត់អាចនឹងមានការឈឺកាហាយទៅនឹងតំបន់ទ្វារមាសមានការធ្លាក់សខុសពីធម្មតាមានការរមាស់ទៅនឹងតំបន់ទ្វារមាសឬក៏នៅជាមួយគ្នាចាប់ផ្ដើមមានការចិញ្ចៀមឬក៏អាចនឹងមានការឡើងជាកន្ទួលដូចជាគ្រាប់មុនដូចជាទៅសាច់ដូចកពឹសក្រូចឬក៏ដូចជាផ្កាខាត់ណាអញ្ចឹងបើសិនជាអ្នកដែលគាត់មានជារោគសញ្ញាទាំងអស់នេះមានន័យថាគាត់អាចនឹងផ្ទុកហើយព្រោះតើតើនឹងបញ្ហានេះគឺពិបាកក្នុងការដោះស្រាយណាស់អ្វីដែលសំខាន់ដំណោះស្រាយគឺអត់មានច្រើនទេបើសិនជាមិនបានដោះស្រាយបានត្រឹមត្រូវទេតើតើទៅនឹងការដោះសាច់តើតើនឹងការរមាស់នេះវាអាចធ្វើឲ្យមានការឡើងទៅជាដំបៅធ្វើឲ្យកើតមានជាបញ្ហានឹងធំទៅខ្លាំងទៅងាយក្នុងការឆ្លងទៅអ្នកដទៃសម្រាប់បងប្អូនដែលកំពុងតែមានជារោគសញ្ញាទាំងអស់នេះឬក៏អត់ទាន់ច្បាស់ព័ត៌មានទាក់ទងនឹងបញ្ហាហ្នឹងបងប្អូនចង់ប្រឹក្សាយោបល់បងប្អូនអាចទាក់ទងមកខាងនាងខ្ញុំបាននាងខ្ញុំនឹងធ្វើការប្រឹក្សានឹងរកដំណោះស្រាយជូនបងប្អូនថាបងប្អូនគួរតែដោះស្រាយបែបណាឆាប់ឃើញផលទាក់ទងទៅនឹងបញ្ហានេះ